សួស្តីថ្ងៃនេះខ្ញុំមកបង្ហាញអំពីការប្រើប្រាស់កុំព្យូទ័រកម្រិតដំបូងជាដំបូងខ្ញុំនឹងបង្ហាញអំពីការបិទនិងបើកកុំព្យូទ័រដើម្បីបើកកុំព្យូទ័រគឺងាយទេយើងចុចលើប៊ូតុងបើកទៅហើយដើម្បីបិទកុំព្យូទ័រគឺយើងអាចចុចទៅលើ key window ហើយយើងនឹងឃើញចំណុចនេះយើងចុចលើវាមួយទៅវានឹងមានកន្លែងយើងរើសកន្លែងនេះគឺ restart និងកន្លែងនេះគឺ shut down មានន័យថាបិទបាទអូខេទាក់ទងការបិទបើកគឺតែប៉ុណ្ណឹងជំហានបន្ទាប់យើងនឹងរៀនពីការចូលទៅក្នុង file របស់កុំព្យូទ័រយើងអាចចូលបានតាមរយៈ2របៀបទី1យើងអាចចុចនៅលើ icon mini ដែលមានពាក្យថា this PC អាច double click ទៅវាឬក៏ mouse ស្ដាំយកពាក្យថា open បាទយើង open មកវានឹងចាញ់បាទវានឹងចាញ់យើងឬក៏វិធីមួយទៀតដែលគេហៅថា shortcut key យើងអាចចុច Windows បូកជាមួយនឹងអក្សរ E វាក៏ចាញ់ដូចគ្នាដែរបាទហើយវីដេអូនេះមានតែប៉ុណ្ណឹងអរគុណ